បាទចូលមកដល់ទឹកទី3ជាបន្តទៀតហើយថ្ងៃនេះឃើញថាបងប្អូនអស់លោកអ្នកបានលោកផ្ដល់កិត្តិយសណាស់ចំណាយពេលវេលាចូលរួមទស្សនាផ្ទាល់ច្រើនកកមែនតើបាទហើយថ្ងៃនេះគឺថាអាកាសធាតុត្រជាក់មេឃសន្ទុំប៉ុន្តែអត់ភ្លៀងទេបាទនៅភ្នំពេញបាទដរិចពេញកណ្ដាប់ដៃស្ដាំរបស់មិត្តពុនធានសិរមថនអត់ទៅដូចជាទុកឱកាសឲ្យមិត្តពុនធានបាទច្រើនពេកហើយពេលនេះសិរមថនយកឱកាសវៃលុកសងទៅលើមិត្តពុនធានវិញបាទថាតើមិត្តពុនធានរលកក្រោយកម្លាំងកំពុងតែពេញកំឡោះទុកឲ្យសិរមថនសងវិញតាមបំណងឬក៏យ៉ាងណាចូលមកដល់ទឹកទី3បាទឧបត្ថម្ភធំដោយវាសិជ្ជៈបើកម្លាំងតារាបាវអ្នកតស៊ូដ៏អាចារ្យដល់ប្រកួតក៏អាចារ្យក៏ក្រើកកັບចៅស្ដាំរបស់មិត្តពុតធានទាត់កាត់តឡាឆ្វេងជុកទៅស្ដាំបាទចូលមកដល់ទឹកទី3នេះបាទទាំងសារឹមបន្ថនទាំងមិត្តពុតធានចាប់តាមរោគបច្ចេកទេសនិងចំណុចខ្សោយផ្ដួលគ្នាទៅវិញទៅមកហើយបាទត្រសេបដូរកណ្ដាប់ដៃបាទអូយព្រាកបាញ់មិញបាទមិនមែនបាច់ភ្លើងទេគឺដាក់សម្បត្តិបាច់អំពិលពេកភ្នែកខ្លួនឯងដោយកណ្ដាប់ដៃរបស់កីឡាករទាំងពីរបាទបដូរគ្នាអំបញ្ញមិញបាទអូយជង្គង់ស្ដាំរបស់បន្ថនចំជាប់នេះក៏ដោយសារកីឡាករទាំងពីរបាទគោរពលក្ខន្តិកៈនៃការប្រកួតទេមិនមែនអាចកណ្ដាលចាប់ឈ្នះទេគឺគេឈប់ខ្លួនឯងសងវិញជង្គង់បាទចូលមកដល់ទឹកទី4បាទកែងក៏ផ្ទួនជង្គង់ក៏ផ្ទួនមួយហើយមួយទៀតរបស់កីឡាករទាំងបរិស្ដាំរបស់ប្រកួតសងស្ដាំបិឆ្វេងជង្គង់ឆ្វេងរបស់វត្តថតស្ដាំរបស់បិទពុនធឿនប្រើចុងចេញចំស្ដាំរបស់ពុតពុនធឿនបាទតាំងតែមានឈាមហូរចេញមកច្រើនមែនទេប៉ុន្តែមិនជាបញ្ហាទេបាទបរិឆ្វេងជង្គង់ស្ដាំរបស់វត្តថតឬបំរាក់ជង្គង់ឆ្វេងបាទស្ដាំរបស់វត្តថតឆ្វេងរបស់វត្តថតដួលទៅហើយបាទសង្ឃឹមនឹងជឿជាក់ថាក្រោយពីមានបទពិសោធន៍ដោយបាទក្រោយពីបានជួបជាមួយនឹងសិរមបន្ថនឥឡូវនេះចប់ទឹកទី4ដែរបាទបាទគូឯកទី4នៅសល់តែមួយទឹកទៀតទេបាទតើរលកក្រោយមិត្តពុនធឿនដែលជាសមាជិកកីឡាករមកពីក្លឹបសម្រេចរាជសីបង្ក្រាបគ្រឿងញៀនបាទបង្ហាត់ដោយលោកគ្រូនួនសូរិយាបាទនិយាយទៅក៏សូមអរគុណដល់លោកសួនរតនាភីបាទម្ចាស់ហាងមលុកដើមលៀបដែរលោកតែងតែឧបត្ថម្ភជួយលើកទឹកចិត្តដល់លោកគ្រូនួនសូរិយាបាទចំនួន 50,000 រៀលរាល់សប្តាហ៍ចឹងក៏ជំនួសមកឲ្យកីឡាករនួនសូរិយាក៏ដូចជាលោកគ្រូនួនសូរិយានេះបាទអរគុណណាស់រំភើបទឹកចិត្តមែនទែនហើយសូមជូនពរឲ្យលោកសួនរតនាភីមានសុខភាពល្អនិងរីកចម្រើនបាទហាងលប៉ីសាច់ខ្លែមណាស់បាទមលុកដើមលៀបអូឆ្វេងស្ដាំទឹកទី5ហើយបាទទាត់ជើងស្ដាំមួយបាទមានស្នាមបែកបន្តិចបន្តួចមិនមានអ្វីជាបញ្ហាសម្រាប់កីឡាករទេបាទកាប់ច័ន្ទអូផុតចំហបន្តិចហើយមិត្តពុនធឿនកិច្ចមិនផុតមកវត្តពីក្រោមឡើងទៅលើមួយជើងឆ្វេងរបស់សារឹមបន្ថនបាទធ្វើឲ្យមិត្តពុនធឿននឹងបាទស្របពេលប៉ែងចំហរដួលត្រាប់ផងវត្តបន្ថែមទៀតបាទកំបានខ្សែរិញទប់អំបញ្ញមិញបាទកំពុងបាល់ឆ្ងាយមែនទេមិត្តពុនធឿនបើលូតដល់ចូលមកទៀតហើយបិទពុនធឿនមិនងាយៗបាទប្រុងប្រយ័ត្នណាស់ដរិចតាមបដបត់ទាត់សងអាយ៉ាផុតអាចឆាកណ្ដាលរងទប់ការពារយ៉ាជក់ម៉ាស៊ីនមែនតែនបាទច្រឡំថាបង្គោលសនឹងជាបង្គោលខៀវវត្តថនវត្តអំបញ្ញមិញអាចញ៉ាកដៅវត្តបិទផ្លែតអូបាទដរិច
ឆ្វេងកៃឆ្វេងសរបស់បុត្រធឿនបរិយាស្ដាំរបស់បុត្រធឿនខុសបន្តិចទឹកទី5ទាត់ស្ដាំរបស់បុត្រធឿនបរិយាស្ដាំចុកពងស្ដាំអូអត់អីគេអាចកណ្ដាលបបាយទៀតបាទទាត់ស្ដាំបរិយាម៉ាត់ស្ដាំមួយដៃម៉ាត់ទាត់ឆ្វេងរបស់បន្តដដែលបរិយាកំដៅដល់បរិយាស្ដាំសឆ្វេងស្ដាំជុកគប់ឆ្វេងផុតបន្តិចបាទវ៉ាន់ថនសងពុតធ្វើឲ្យពិតបន្ទុតបើលើកនេះបាទមិនបើទៅក្រោយទៅចូលមកកណ្ដាលវិញបាទអត់មានខ្សែរេងជួយទប់ដួលផ្កាតែម្ដងពិតពុតធឿនមួយជើងឆ្វេងរបស់វ៉ាន់ថនដល់ចូលទៀតទុកជាអនុស្សាវរីយ៍បាទរយចប់ទឹកទី5ដែរបាទចាំមើលលទ្ធផលយ៉ាងណាដែរក្រោយពីបាទគណៈកម្មការវិនិច្ឆ័យបាទរៀបចំបូកសរុបពិន្ទុបាទបាទគូចូលចិត្តប្រចាំសប្តាហ៍នៅក្នុងសប្តាហ៍នេះគណៈកម្មការសម្រេចឲ្យទៅកីឡាករគូឯកទី4រវាងបងអូនកីឡាករសិរិមវណ្ណថនជាមួយនឹងកីឡាករប៊ិចប៊ុនធឿនថាគូជួយចិត្តដែលទទួលមានឱកាសទទួលបានការឧបត្ថម្ភបាទនៅភេសជ្ជៈបើកម្លាំងខារ៉ាបាវម្នាក់មួយកេះហ្នឹងគឺគណៈកម្មការរៀបចំការប្រកួតក៏ដូចជាអស់លោកអ្នកអញ្ជើញមកទស្សនាផ្ទាល់បាទសម្រាប់ឧបត្ថម្ភបាទដល់គូក្រហមឆ្នះដោយពិន្ទុឥឡូវនេះវ៉ាន់ថនឈ្នះប៊ិចប៊ុនធឿនដោយពិន្ទុទៅហើយបាទ